សួស្តីបងប្អូនទាំងអស់គ្នាជួបគ្នាម្ដងទៀតហើយជាមួយនឹងវីដេអូថ្មីរបស់ខ្ញុំហើយវីដេអូនេះផងដែរនឹងនាំអារម្មណ៍អ្នកទាំងអស់គ្នាទៅមើលខេត្តកោះកុងជាមួយនឹងការជិះទូកហើយនឹងសកម្មភាពផ្សេងៗជាស្ដែងនេះគឺជាដំណើរកម្សាន្តបែបក្រុមហ៊ុនដោយសារខាងក្រុមហ៊ុនខ្ញុំគាត់ធ្វើជាលក្ខណៈ staff party នៅខាងកោះស្ដេចនឹងហើយជាស្ដែងទីតាំងដែលយើងនឹងធ្វើ staff party នោះគឺមានឈ្មោះថាកោះស្ដេច resort បើនិយាយពីទេសភាពវិញអ្នកនរគ្នាខ្ញុំមានអារម្មណ៍ថា fresh មែនតើនៅលើកោះនេះបន្ទាប់មកយើងនាំគ្នាទៅជិះទូកលេងពេលថ្ងៃហ្នឹងជិះទូកហ្នឹងបងប្អូនមិនមែនផឹកស្រាទេយើងនាំគ្នាផឹកទឹកហើយរួមធ្វើដូចផឹកស្រាអញ្ចឹងធ្វើដូចស្វឹងដល់កឲ្យមួយOh noមិនដំបូងខ្ញុំគិតថាគាត់តែជិះទូកទៅបានហើយមានណានាំគ្នាទៅលេងជិះជែកនេះខ្ញុំឡើងភ័យហ្មងនិយាយមែនខ្ញុំអត់ដែរជិះទេតែពេលជិះទៅមានអារម្មណ៍ថាសប្បាយដែរតាគ្រាន់តែថាវារៀងភ័យមានអារម្មណ៍មិនទេដូចភ័យខ្លាំងមែនតើហ្មងព្រោះយើងអត់ដែរជិះហើយមើលតែញើទៅលើទឹកវាមិនមែនលើគោកទេតែការនោះនឹងសម្រាប់ចិត្តមិនទៅលេងនឹងគេដែរនិយាយមែនបើកន្លែងនេះវិញបងប្អូនខំស្ទូចឡើង1ម៉ោងកន្លះចង់2ម៉ោងហើយអត់មានបានអីទេបានថ្មខ្ញុំថាហួសចិត្តទៅហួសនិយាយមែនចូលមកដល់កន្លែងនេះវិញគឺ DJ យើងហើយនឹងអ្នករៀបចំឆាកគឺគាត់ស្វិតស្វាញមែនតើរៀបចំឆាកហើយមានហូបមានអីនិយាយទៅ staff party នេះគឺអត់ឲ្យបុគ្គលិកខ្វះអីញ៉ាំទេគឺបបោតែហ្មងណាកន្លែងនេះមហោបបងប្អូនមើលទៅគួរចង់ញ៉ាំអត់មានក្តាមមានបកាមានមឹកនិយាយរួមទៅគឺអត់ខ្វះតែម្ដងហើយបើសួរពីទេសភាពពេលល្ងាចឡើងមិនដែរនិយាយអត់ចេញទេបងប្អូនអើយគឺស្រស់ស្រាយមែនតើគាត់តែមើលឃើញក៏ចង់ទៅលេងម្ដងទៀតដែរនេះបើកន្លែងនេះវិញមើលខ្ញុំមកឡើងស្ញែងតែម្ដងព្រោះអីមេកំពុងតែហើយឈ្មោះចែកaward អ្នកណាដែលធ្វើការបាន5ឆ្នាំអញ្ចឹងនៅក្នុងក្រុមហ៊ុនហ្នឹងគឺបើធ្វើការបាន5ឆ្នាំគឺយើងបាន award ដំបូងគាត់ថាចង់ថត boomerang តែមានណាមកថតវីដេអូវិញវាតំណងដែរមើលឃើញបានរង្វាន់ផងបាន award ផងឡើងពេញហ្នឹងហ្មងធីមរបស់ខ្ញុំហើយពីរអ្នកនេះអត់មានគិតខ្វល់អីរួមសប្បាយបើធីមខ្ញុំម្នាក់នេះមើលបានច្រើនជាងគេមកអួតអញ្ចឹងបានថាមើលទៅសប្បាយចិត្តមើលឡើងរួមលុយឆាកហ្មងអត់ខ្វល់ទេហើយមកដល់កន្លែងនេះគឺនិយាយទៅរួមកញ្ចាក់កញ្ចែងសបាយហ្មងអត់មានកាត់ទុកអីទីសំហ្មងមកដល់លេងនេះគឺសបាយកប់សេរីតែម្ដងតាស្ដាប់ខ្ញុំរៀងធុញទីហើយឥឡូវចូលស្ដាប់បទចម្រៀងដែលពួកគាត់រួមតិចហ្មងអញ្ចឹង2,000 years later យកមិញដាក់ជ្រុលបងប្អូនហើយឥឡូវងើបដាក់បំពហើយយើងក៏បានរៀបចំឲ្យវាយវ៉ាន់អីរៀបចំទៅវិញប៉ុន្តែថ្ងៃទី2នេះគឺយើងនឹងរៀបចំដំណើរកម្សាន្តបន្តគឺទៅកាន់ខេត្តព្រះសីហនុកំពង់សោមយើងហ្នឹងណាហើយ activity ថ្ងៃទី2អត់ទៅជាមានអីច្រើនទេបងប្អូនគ្រាន់តែយើងមកញ៉ាំអាហារពេលថ្ងៃហើយយើងត្រឡប់ទៅភ្នំពេញវិញហើយនេះគឺយើងជិះឡានដែលខាង restaurant គេទុកយើងដើរលេងអញ្ចឹងយើងជិះដើរលេងអញ្ចឹងហើយវីដេអូខ្ញុំថ្ងៃនេះគឺមានតែប៉ុណ្្នឹងឯងសូមកុំភ្លេចចុច like subscribe channel របស់ខ្ញុំផងណាអរគុណអ្នកទាំងអស់គ្នាជួបគ្នានៅវីដេអូបន្ទាប់ណាបាយបាយ